ថ្ងៃនេះអនុញ្ញាតឲ្យខ្លួនឯងញ៉ាំរបស់ឆ្ងាញ់មួយថ្ងៃហ្នឹងគឺខ្ញុំបានជាមួយនឹងបង្គាភ្លាមម្រះណាពុកម៉ែបងប្អូនអើយនិយាយពីថាម្រះហ្នឹងក៏ខៀវល្អយកមកភ្លេជាមួយនឹងបង្គាអញ្ចឹងទៀតនិយាយពីថាអូចូលជាតិឆ្ងាញ់ណាស់ឆ្ងាញ់មែនទែនតែម្ដងណាពុកម៉ែបងប្អូនហើយខ្ញុំទៅផ្សារខ្ញុំទិញបង្គាចំនួនកន្លះគីឡូហើយបន្លែរបស់យើងអត់មានអីទេមានតែម្រះជីឆ្អាបខ្ទឹមក្រហមក្រូចឆ្មានិងម្ទេសនឹងឯងជំហានដំបូងគឺខ្ញុំចាប់ផ្ដើមមកបកសំបកបង្គាបកសំបកវាចេញហើយយើងឆ្កៀយកអាចវាចេញអញ្ចឹងណាពុកម៉ែបងប្អូនមួយនេះខ្ញុំពុះជី2អីអញ្ចឹងពេលយើងភ្លាទៅវាឆាប់ចូលជាតិគ្នាល្អណាយើងយកអាចអាខ្មៅនឹងចេញមកណាពុកម៉ែបងប្អូននិយាយរួមទៅភ្លាបង្គាហ្នឹងគឺស្រួលឯងពុកម៉ែបងប្អូនឆាប់បានញ៉ាំអីអញ្ចឹងណាបន្ទាប់ពីយើងលាង 4-5 ទឹកឲ្យស្អាតហើយក៏ខ្ញុំយកមកចាក់ជាមួយនឹងទឹកកកខ្ញុំដាក់ទឹកកកណាពុកម៉ែបងប្អូនដើម្បីវាតិចសាច់រឹងហើយខ្ញុំក៏ចាក់ជាមួយនឹងស្រាត្រាំចោលប្រហែលជា5នាទីអីហ្នឹងឲ្យវារឹងសាច់អញ្ចឹងណាហើយឥឡូវយើងមកពុះជាមួយនឹងម្រះរបស់យើងនេះក៏ខ្ចីល្អទៀតណាពុកម៉ែបងប្អូនហើយខ្ញុំពុះវាហើយខ្ញុំកោសអាស្នូលកដាលវាចេញណាពុកម៉ែបងប្អូនដើម្បីថាភ្លាបង្គាម្រះឆ្ងាញ់ដល់ទៅពេលធ្វើហើយមានណាអស់តែបង្គាម្រះនៅដែលនិយាយលេងណាពុកម៉ែបងប្អូនហើយម្រះរបស់យើងគឺយើងយកមកចិតជាចំណិតក្បិតមុខ2ចំណិតស្ដើងចឹងមកងាយស្រួលយើងយកទៅភ្លាជាមួយនឹងបង្គាទៅវាឆាប់ចូលជាតិល្អអញ្ចឹងណាភ្លាបង្គាម្រះអញ្ចឹងតើអ្នកចេះញ៉ាំម្រះបានឆ្ងាញ់បើថាអ្នកអត់ចេះញ៉ាំអូយដឹងតែល្វីងហើយម្រះហ្នឹងក៏ខ្ញុំយកមកត្រាំជាមួយនឹងទឹកកកដែរដើម្បីវាត្រជាក់ហើយញ៉ាំទៅជ្រុបអញ្ចឹងណាហើយយើងប្រើខ្ទឹមក្រហមចំនួន2មើមណាពុកម៉ែបងប្អូនខ្ទឹមក្រហមដាក់តិចដាក់ច្រើនតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទេហើយណាមួយភ្លាបង្គាម្រះហ្នឹងល្បីយូរហើយប៉ុន្តែដែលបានធ្វើញ៉ាំទេតបថ្ងៃនឹងឯងមានពេលធ្វើញ៉ាំអញ្ចឹងណាហើយឥឡូវយើងមកចិតជាមួយនឹងក្រូចឆ្មារបស់យើងក្រូចឆ្មាហ្នឹងខ្ញុំយកទៅច្បាច់ដាក់ជាមួយនឹងប៊ីចេងណាពុកម៉ែបងប្អូនខ្ញុំធ្វើបែបទឹកក្រែកោះកុងគ្រីមហ្មងអាហ្នឹងយកប៊ីចេងមកវាយជាមួយនឹងក្រូចឆ្មាហ្នឹងអាហ្នឹងច្នៃប្រឌិតខ្លួនឯងណាពុកម៉ែបងប្អូនមិនមែនទៅមេរៀនអីមកពីណាទេគឺយើងចេះច្នៃប្រឌិតខ្លួនឯងអញ្ចឹងណាពេលយើងវាយទៅឃើញវាឡើងដូចដោះគោដូចគ្រីមអញ្ចឹងណាពុកម៉ែបងប្អូនអើយវាថាតំណងខ្លាំងមែនទែនបន្ទាប់មកក៏ខ្ញុំដាក់ជាមួយនឹងម្ទេសខ្ទឹមដែលខ្ញុំបានបុកឲ្យម៉ត់ហ្នឹងណាខ្ញុំក៏បន្ថែមជាមួយនឹងទឹកត្រីជាមួយនឹងស្កររបស់យើងណាភ្លក់មើលតែរសជាតិប្រៃជូរហឹរដិតខ្លាំងពេលយើងយកមកភ្លាម្រះអញ្ចឹងទៅភ្លាបង្គាអញ្ចឹងទៅនិយាយពីថាចូលជាតិគ្នាតែម្ដងណាហើយឥឡូវយើងក៏រៀបចំជាមួយនឹងបង្គាចាក់បង្គាចូលចាក់ជាមួយនឹងម្រះចាក់ជាមួយនឹងខ្ទឹមក្រហមចូលណាហើយយើងក៏ស្រោចទឹកត្រីកោះកុងយើងពីលើនឹងមកនិយាយពីថាអូយឈ្ងុយទ្រប់តែម្ដងនិយាយរួមទៅគឺតំណងខ្លាំងមែនទែនណាពុកម៉ែបងប្អូនអាចសាកធ្វើញ៉ាំបាននៅផ្ទះអញ្ចឹងណាភ្លាបង្គាមួយមុខហ្នឹងយើងមកពីធ្វើការហត់អស់កម្លាំងអីជុំបងប្អូនដាក់អាតិចនិយាយរឿងក្នុងចិត្តអូនិយាយពីថាឆ្ងាញ់មែនទែនណាបងប្អូននិយាយរួមទៅគឺតំណងខ្លាំងមែនទែនតែម្ដងហើយឥឡូវភ្លាបង្គាម្រះរបស់យើងក៏បានរួចរាល់ហើយគឺយើងចាប់ផ្ដើមរៀបចំដាក់ចាននិយាយពីថាខៀវល្អមែនទែនណាបងប្អូនតំណងខ្លាំងមែនទែនហើយឥឡូវវីដេអូនាងខ្ញុំសូមចប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណា